ថាតើប្រទេសឥណ្ឌូនេស៊ីធ្លាប់លក់ឧបករណ៍យោធាឬក៏ស្ពាវុធយោធាឬក៏ជំនួយអ្វីខ្លះមកដល់កម្ពុជារបស់យើងនឹងត្រូវបកស្រាយក្នុងវីដេអូមួយនេះយ៉ាងក្បោះក្បាយផងដែរខ្ញុំបាននិយាយបានថាឥណ្ឌូនេស៊ីគឺជួយកម្ពុជារបស់យើងច្រើនខ្លាំងណាស់ចំពោះការបន្តបណ្ដាលនិងស្ពាវុធសូមជម្រាបនៅវីដេអូមួយនេះទាំងអស់គ្នាចំពោះការយល់ដឹងទាំងអស់គ្នាដូចគ្នាប្រទេសឥណ្ឌូនេស៊ីនិងកម្ពុជាបាននេសាទទំនាក់ទំនងការពារជាតិអស់រយៈពេលច្រើនឆ្នាំមកហើយឥណ្ឌូនេស៊ីគឺជាដៃគូយោធាដ៏សំខាន់របស់កម្ពុជានៅក្នុងអាស៊ានហើយបានជួយកម្ពុជាតាមរយៈការវឹកវើការអប់រំយោធាកិច្ចសហប្រតិបត្តិការការពារជាតិជំនួយយោធានិងការគ្រប់គ្រងឧស្សាហកម្មការពារជាតិការបណ្ដុះបណ្ដាលនិងការអប់រំយោធាការចូលរួមចំណែកដ៏ធំបំផុតមួយរបស់ឥណ្ឌូនេស៊ីចំពោះយោធាកម្ពុជាគឺជាការបណ្ដុះបណ្ដាលចាប់តាំងពីទសវត្សរ៍ឆ្នាំ1990មន្ត្រីនិងទាហានរបស់កម្ពុជាជាច្រើនរូបបានចូលទៅរៀននៅសាលាយោធាមហាវិទ្យាល័យបញ្ជាការវគ្គសិក្សាភាពជាអ្នកដឹកនាំនិងកម្មវិធីបណ្ដុះបណ្ដាលឯកទេសក្នុងប្រទេសឥណ្ឌូនេស៊ីតែម្ដងកម្មវិធីទាំងអស់នោះជួយទាហានកម្ពុជាឲ្យបង្កើនភាពជាអ្នកដឹកនាំការធ្វើផែនការយោធាយុទ្ធសាស្ត្រវិន័យនិងចំណេះដឹងវិជ្ជាជីវៈយោធាឥណ្ឌូនេស៊ីក៏បានជួយបន្តបណ្ដាលកងទ័ពពិសេសនិងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាដូចគ្នាផងដែរថ្នាក់ដឹកនាំយោធាកម្ពុជាបានទទួលស្គាល់ម្ដងហើយម្ដងទៀតនៅទូរនទីរបស់ឥណ្ឌូនេស៊ីក្នុងការកែលម្អវិជ្ជាជីវៈនៃផ្នែកនានានៃកងយោធពលខេមរៈភូមិន្ទកងកម្លាំងពិសេសនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ថាមានអង្គភាពយោធាដែលមានការបណ្ដុះបណ្ដាលខ្ពស់តាមរយៈការផ្លាស់ប្ដូរនិងកម្មវិធីបណ្ដុះបណ្ដាលទាហានយោធាបានរៀនពីវិធីសាស្ត្រភាពជាអ្នកដឹកនាំបប្រតិបត្តិការនៅទីវាលការរៀបចំធ្វើផែនការយោធានិងជំនាញវិជ្ជាការពីគ្រូបង្វឹកឥណ្ឌូនេស៊ីជំនួយប្រភេទទាំងអស់នោះច្រើនតែមានតម្លៃជាងការទទួលបាននូវឧបករណ៍យោធាទៅទៀតពីព្រោះវាអភិវឌ្ឍជំនាញនិងភាពជាអ្នកដឹកនាំបែបយោធាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិប្រទេសទាំងពីរបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាតិដែលគ្របដណ្ដប់ទៅលើការអប់រំយោធាការផ្លាស់ប្ដូរមន្ត្រីការបណ្ដុះបណ្ដាលរួមគ្នាការពិភាក្សាការពារជាតិកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់កិច្ចព្រមព្រៀងទាំងអស់នោះជួយពង្រឹងចំណងយោធានិងអនុញ្ញាតឲ្យប្រទេសទាំងពីរចែករំលែកចំណេះដឹងនិងបទពិសោធន៍អាវុធនិងសព្វាវុធយោធារបស់ឥណ្ឌូនេស៊ីដែលបានផ្ដល់មកដល់កម្ពុជាកញ្ចប់យោធាថ្មីដែលបានគេស្គាល់ជាសាធារណៈបំផុតគឺត្រូវបានមកដល់ក្នុងឆ្នាំ2024ឥណ្ឌូនេស៊ីបានបរិច្ចាគជំនួយយោធាដែលមានតម្លៃប្រហែលជាកន្លះលានដុល្លារអាមេរិកឬក៏$50,000អាមេរិកឯណោះដល់កម្ពុជាជំនួយទាំងអស់នោះរួមមានកាំភ្លើងវាយប្រហារ SS2V5A1 ឥណ្ឌូនេស៊ីបានបរិច្ចាគកាំភ្លើងវាយប្រហារ SS2V5A1 ចំនួន150ដើមដែលផលិតដោយក្រុមហ៊ុនការពារជាតិឥណ្ឌូនេស៊ី PT Pindad SS2V5A1 គឺជាកាំភ្លើងវាយប្រហារទំនើប 5.56x45 មីលីម៉ែត្ររបស់ NATO ដែលបានរចនាឡើងសម្រាប់ការប្រើប្រាស់យោធាតែម្ដងវាមានទម្ងន់ស្រាលភាពត្រឹមត្រូវជាក់លាក់និងសមរម្យក្នុងបប្រតិបត្តិការក្នុងព្រៃទីក្រុងនិងនៅទីវាលលក្ខណៈរបស់កាំភ្លើង SS2V5A1 វាគឺជាកាំភ្លើងប្រភេទវាយប្រហារទំហំគ្រាប់ 5.56x45 មីលីម៉ែត្ររបស់ NATO ទម្ងន់គឺប្រហែលជា 3.4 គីឡូក្រាមចម្ងាយបាញ់ប្រហែលជា400ទៅ500ម៉ែត្រឯណោះវាអាចដាក់បង់បាន30គ្រាប់វាគឺជាកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិនិងស្វ័យប្រវត្តិកាំភ្លើងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងយោធាឥណ្ឌូនេស៊ីហើយត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនដូចគ្នាផងដែរឥណ្ឌូនេស៊ីក៏បានបរិច្ចាគកាំភ្លើងខ្លី G2 Elite ចំនួន20ដើមផងដែរលក្ខណៈពិសេសរបស់ G2 Elite កាំភ្លើងខ្លីពាក់កណ្ដាលស្វ័យប្រវត្តិទំហំគ្រាប់ 9x19 មីលីម៉ែត្រដាក់បង់បាន15គ្រាប់ទម្ងន់គឺ800ក្រាមចម្ងាយបាញ់គឺ25ទៅ50ម៉ែត្រកាំភ្លើងខ្លីនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដោយមន្ត្រីយោធានិងទាហានសន្តិសុខឥណ្ឌូនេស៊ីបានបរិច្ចាគគ្រាប់រំសេវដល់កម្ពុជាដូចគ្នាផងដែរជាមួយនឹងកាំភ្លើងដែលបានផ្ដល់នៅគ្រាប់រំសេវទំហំ 5.56 មីលីម៉ែត្រចំនួនកន្លះលានគ្រាប់ឬក៏50,000គ្រាប់ឯណោះគ្រាប់រំសេវទំហំ 9 មីលីម៉ែត្រដូចគ្នាចំនួន50,000គ្រាប់ដូចគ្នាការគ្រប់គ្រងគ្រាប់រំសេវធំនេះគឺគ្រប់គ្រងទៅដល់ការបន្តបណ្ដាលការត្រៀមខ្លួនប្រតិបត្តិការសម្រាប់កងកម្លាំងកម្ពុជាកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិប្រទេសឥណ្ឌូនេស៊ីបានលើកទឹកចិត្តប្រទេសកម្ពុជាឲ្យសហការជាមួយឧស្សាហកម្មការពារជាតិរបស់ខ្លួនប្រទេសឥណ្ឌូនេស៊ីផលិតបានផលិតផលយោធាជាច្រើនតាមរយៈក្រុមហ៊ុនដូចជា PT Pindad PT Dirgantara Indonesia និង PT Pal Indonesia ប្រទេសឥណ្ឌូនេស៊ីបានផលិតនៅកាំភ្លើងវាយប្រហារកាំភ្លើងខ្លីរថយន្តយោធាដឹកទំនិញរពាសដែកយន្តហោះដឹកជញ្ជូនអន្តរពេជ្ជនាវាកងទ័ពជើងទឹក
និងក្របរំសេវនិងជាច្រើនទៀតផងដែរប្រទេសកម្ពុជាបានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតអំពីផលិតផលរបស់ឥណ្ឌូនេស៊ីនិងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការនៅពេលអនាគតជាមួយគ្នាតើប្រទេសឥណ្ឌូនេស៊ីអាចជួយកម្ពុជាបានកាន់តែច្រើននៅពេលអនាគតដែរឬទេប្រសិនបើកិច្ចសហប្រតិបត្តិការយោធាបន្តរីកចម្រើនឥណ្ឌូនេស៊ីអាចជួយកម្ពុជាតាមរយៈការបណ្ដុះបណ្ដាលមន្ត្រីបន្ថែមទៀតការបណ្ដុះបណ្ដាលកងកម្លាំងពិសេសការអប់រំនៅសាលាយោធាឥណ្ឌូនេស៊ីការបណ្ដុះបណ្ដាលនៃសន្តិភាពការលក់យានយន្តយោធាកិច្ចសហប្រតិបត្តិការយន្តហោះនិងអតមពេជ្ជៈការផ្លាស់ប្ដូរបច្ចេកវិទ្យាការពារជាតិទោះជាយ៉ាងណាក៏ដោយគិតមកត្រឹមថ្ងៃនេះការរួមចំណែកដ៏សំខាន់របស់ឥណ្ឌូនេស៊ីគឺជាការបណ្ដុះបណ្ដាលទាហាននិងមន្ត្រីកម្ពុជាខណៈដែលការផ្ដល់អាវុធដោយផ្ទាល់ភាគច្រើនគឺពាក់ព័ន្ធទៅនឹងអាវុធតូចៗនិងក្របរំសេវជាជាងរថក្រោះយន្តហោះចម្បាំងឬក៏នេះវាចម្បាំងធំៗបងប្អូនទាំងអស់នេះហើយគឺជារឿងរ៉ាវមួយចំនួនពាក់ព័ន្ធជាមួយនឹងជំនួយយោធារបស់ឥណ្ឌូនេស៊ីដែលបានជួយមកដល់កម្ពុជាយើងកន្លងមកដែលជាកាំភ្លើង Rafale វាយប្រហារកាំភ្លើងខ្លីនិងគ្រាប់របស់ពួកវាផងដែរតែបងប្អូនគិតចំណាត់ដែរសម្រាប់រឿងរ៉ាវមួយនេះដែលទាហានកម្ពុជាកំពុងដូរយើងភាគច្រើនគឺបានទៅរៀនសិក្សានៅឥណ្ឌូនេស៊ីតែម្ដងទាំងរបៀបតែងខ្លួនរបៀបក្នុងការដើររបៀបក្នុងការហាត់ប្រាណគឺមកពីឥណ្ឌូនេស៊ីនេះហើយដែលជាប្រភពដើមរបស់ទាហានកំពុងដូរឬក៏កងទ័ពពិសេសរបស់យើងសូម share នៅវីដេអូមួយនេះចំពោះការយល់ដឹងនៅរឿងរ៉ាវមួយនេះផងដែរបើទស្សនាក្នុង Facebook ជួយ follow page និង share នៅវីដេអូមួយនេះផងបើទស្សនាក្នុង YouTube Subscribe នៅ YouTube Channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមស្នើឡើងដល់ក្រុមគ្រួសារសូមអរគុណ